ល្បែងអនឡាញគឺជាជំងឺមហារីកដែលកំពុងបំផ្លាញសង្គមខ្មែរយើងយ៉ាងស្ងៀមស្ងាត់វាមិនមែនបំផ្លាញតែអ្នកទេវាក៏បំផ្លាញមនុស្សដែលស្រឡាញ់អ្នកផងដែរល្បែងអនឡាញគឺជាពន្ធដារនៃមនុស្សល្ងង់វាផ្ដល់ក្តីសង្ឃឹមខ្យល់ដើម្បីដូរយកទុក្ខវេទនាពិតប្រាកដគ្រោះថ្នាក់នៃល្បែងអនឡាញតើល្បែងអនឡាញមានផលប៉ះពាល់អ្វីខ្លះហើយថាតើមនុស្សដែលញៀនល្បែងអនឡាញមានស្ថានភាពផ្លូវចិត្តនិងអាកប្បកិរិយាបែបណាការញៀនល្បែងអនឡាញគឺសាហាវជាងការលេងល្បែងនៅកាស៊ីណូដោយផ្ទាល់ទៅទៀតព្រោះវាងាយស្រួលលេងចំនួនលុយដែលសាកល្បងក៏តិចមាននៅគ្រប់ទីកន្លែងគ្រប់ពេលវេលានិងស្ថិតនៅក្នុងដៃរបស់អ្នកតែម្ដងទូរស័ព្ទចាស់មួយគ្រឿងនិងអ៊ីនធឺណិតអាចបើកទ្វារទៅរកវិបត្តិនិងដើរទៅនរកដោយមិនដឹងខ្លួនភាពងាយស្រួលដែលធ្វើឲ្យមនុស្សធ្លាក់ចូលដោយមិនដឹងខ្លួន1អាចលេងបាន24ម៉ោងលើ24ម៉ោងគ្មានដែនកំណត់2លេងបានគ្រប់ទីកន្លែងមិនចាំបាច់ទៅកាស៊ីណូឬកន្លែងល្បែងឲ្យគេស្គាល់មុខ3អាចដាក់និងដកប្រាក់តាមអនឡាញងាយស្រួលនិងរហ័ស4មានការដល់ប្រាក់បន្ថែមនិងសារលើកទឹកចិត្តធ្វើឲ្យអ្នកចង់សាកភាពងាយស្រួលទាំងនេះបង្កើតជាអារម្មណ៍ថាលេងមិនតិចមិនអីទេបើឈ្នះអាចយកលុយទៅដោះស្រាយបញ្ហាចំពោះមុខបានប៉ុន្តែម្ដងឈ្នះម្ដងចាញ់នោះអាចคล้ายជាការញៀនយ៉ាងស្ងៀមស្ងាត់ផលប៉ះពាល់រយៈពេលវែង1សុខភាពផ្លូវចិត្តបង្កឲ្យមានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងកើតជំងឺព្រួយបារម្ភបាក់ទឹកចិត្តធ្ងន់ធ្ងរនិងអាចឈានដល់ការគិតខ្លីចង់សម្លាប់ខ្លួន2ភ័យខ្លាចរ៉ាំរ៉ៃខ្លាចគេដឹងខ្លាចគ្មានលុយលេងបន្តនិងខ្លាចម្ចាស់បំណុលតាមរក3អារម្មណ៍ឯកោកើនឡើងទ្វេដងទោះស្ថិតក្នុងចំណោមមនុស្សច្រើនក៏ដោយព្រោះគ្មានអ្នកណាអាចយល់ពីសង្គ្រាមក្នុងខួរក្បាលពួកគេមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យជាបន្ទុកគ្រួសារ4ហិរញ្ញវត្ថុលែងមានប្រាក់ជាប់ខ្លួនទោះបីបន្តិចបន្តួចក៏ដោយលែងមានប្រាក់សន្សំបំណុលកើនឡើង5ទំនាក់ទំនងនិងការងារបង្កឲ្យមានចំនួនក្នុងគ្រួសារបាត់បង់ភាពស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួនលែងមានការផ្ដោតលើការងារលែងមានប្រសិទ្ធភាពលើការងារឬការសិក្សាជាដើម6សុខភាពរាងកាយបណ្ដាលឲ្យមានបញ្ហាគេងមិនលក់ stress រ៉ាំរ៉ៃប៉ះពាល់ភ្នែកបាត់បង់ចំណង់អាហារហូបចុកមិនទៀងទាត់និងលែងយកចិត្តទុកដាក់ចំពោះរាងកាយអំពីអាកប្បកិរិយាមនុស្សដែលញៀនល្បែងអនឡាញតែងតែបង្ហាញសញ្ញានិងអាកប្បកិរិយាដូចខាងក្រោម1ងប់ងល់តែងតែគិតអំពីល្បែងជាប់ជានិច្ចគ្រោងទុកថានឹងលេងនៅពេលណាឬរកលុយតាមណាដើម្បីមកលេងនិងចំនួនដែលត្រូវឈ្នះជាដើម2លាក់បាំងនិងកុហកពូតផលគ្រួសារឬមិត្តភ័ក្តិអំពីចំនួនលុយដែលបានបាត់បង់ឬពេលវេលាដែលចំណាយលើការលេង3ការដេញតាមប្រាក់ដើមនៅពេលដែលចាញ់តែងតែមានអារម្មណ៍ថាត្រូវតែលេងបន្តភ្លាមៗដើម្បីយកលុយដែលចាញ់នោះមកវិញ4ការផ្លាស់ប្ដូរអារម្មណ៍មានអារម្មណ៍មួម៉ៅឆាប់ខឹងឬរសាប់រសល់នៅពេលមិនបានលេងឬនៅពេលព្យាយាមកាត់បន្ថយការលេង5បាត់បង់សតិទោះបីជាដឹងថាខ្លួនកំពុងមានបញ្ហានិងធ្លាប់ព្យាយាមឈប់ជាច្រើនដងក៏ដោយក៏នៅតែមិនអាចទប់ចិត្តបាន6ការខ្ចីបុលចាប់ផ្ដើមខ្ចីបុលពីមនុស្សជុំវិញខ្លួនមិនទាន់លក់ទ្រព្យឬបញ្ចាំរបស់របរផ្ទាល់ខ្លួនគ្មានសល់7បាត់បង់ការគ្រប់គ្រងហ៊ានប្រព្រឹត្តអំពើខុសច្បាប់ដូចជាការបោកប្រាស់ឬការលួចឆក់ប្លន់ជាដើមផលវិបាកធ្ងន់ធ្ងរនិងជាចំណុចដ៏គ្រោះថ្នាក់បំផុតការញៀនល្បែងមិនមែនគ្រាន់តែអស់លុយនោះទេប៉ុន្តែវាអស់លក្ខណៈជាមនុស្សវាធ្វើឲ្យមនុស្សស្លូតត្រង់ខ្លាចជាមនុស្សមួម៉ៅឆាប់ខឹងនិងគ្មានការទទួលខុសត្រូវនៅពេលដែលក្តីសង្ឃឹមចុងក្រោយត្រូវបានកាត់ផ្តាច់ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនឹងចូលមកជំនួសហើយគំនិតចង់បញ្ចប់ជីវិតនឹងក្លាយជាច្រកចេញតែមួយគត់ដែលពួកគេមើលឃើញសម័យបច្ចេកវិទ្យាកំពុងផ្ដល់ភាពងាយស្រួលសម្រាប់ការរស់នៅដល់មនុស្សប៉ុន្តែវាក៏ផ្ដល់ភាពងាយស្រួលដល់ការបោកបញ្ឆោតផងដែរសូមជៀសឲ្យឆ្ងាយពីអន្ទាក់នៃល្បែងស៊ីមិនសងសារសម្រាប់អ្នកដែលកំពុងជាប់ក្នុងអន្ទាក់ផ្ញើជូនអ្នកដែលកំពុងមានអារម្មណ៍ថាលងខ្លួនជ្រៅពេកហើយគ្មានពាក្យថាហួសពេលទេសម្រាប់ការចាប់ផ្ដើមថ្មីការសារភាពកំហុសមិនមែនជាភាពទន់ជ្រាយទេប៉ុន្តែវាគឺជាភាពក្លាហានបំផុតដើម្បីសង្គ្រោះជីវិតខ្លួនឯងសារសម្រាប់គ្រួសារនិងមនុស្សជុំវិញខ្លួនចំពោះគ្រួសារដែលកំពុងមានសមាជិកញៀនល្បែងការជួយមិនមែនមានន័យថាបង់លុយជំនួសរហូតនោះទេប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្ត
នឹងការនាំពួកគេទៅរកអ្នកជំនាញឬគ្រូពេទ្យផ្លូវចិត្តកុំបោះបង់ពួកគេអីព្រោះការញៀនគឺជាជំងឺដែលត្រូវការការព្យាបាលមិនមែនត្រូវការតែការស្ដីបន្ទោសនោះឡើយសារដាស់តឿនរួមល្បែងអនឡាញគឺជាថ្នាំពុលដែលមើលមិនឃើញកុំប្រើវាជាមធ្យោបាយដើម្បីសម្រេចក្តីសុបិនព្រោះគ្មានអ្នកណាម្នាក់ខ្លាចជាសេដ្ឋីដោយសារល្បែងឡើយចូលចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយមនុស្សដែលអ្នកស្រឡាញ់និងការងារដែលបង្កើតតម្លៃពិតប្រាកដល្បែងអនឡាញមិនមែនបង្កើតដើម្បីឲ្យអ្នកមានឡើយវាបង្កើតដើម្បីឲ្យអ្នកជាប់អន្ទាក់គុកដែលពិបាកចេញបំផុតគឺគុកដែលអ្នកសាងសង់ដោយដៃខ្លួនឯងក្នុងទូរស័ព្ទដៃរបស់អ្នកវីដេអូក្រោយខ្ញុំនឹងនិយាយអំពីការធ្វើតេស្តស្ថានភាពញៀននិងវិធីព្យាបាលបឋមដែលអ្នកអាចធ្វើបាន